Bọn bọn ơi này ngày Tết này ngày Tết đã tràn đầy trong món đó mà tràn đầy phải đập cả lô chiên ấy ta mới chưa lăng rồi chiên cả ba đó. Đã hai ăn tư phải lên vinh còn cái lạ xong đắp bằng khôស្រស់ថ្មីស្រស់ដូចគ្នានេះlạiយូរទុកតិចបានចូលជាតិល្អខ្ញុំប្រឡាក់អង្កែបខ្ញុំប្រើតែប៊ីចេងហើយរ៉ូឌីទេបើសិនជាយើងគិតជាគីឡូ1គីឡូអីប៊ីចេង2វែកក្លុបតូចដែលគេវល់ដោះគោកូនក្មេងហ្នឹងហើយនឹងរ៉ូឌី1កញ្ចប់យើងអាកញ្ចប់500ហ្នឹងណាបើទិញច្រើនគីឡូតែ400បើយើងទិញមកចប់គីឡូ500អញ្ចឹងបងប្អូនវល់ទៅប៊ីចេង2វែកដោះគោហើយនឹងរ៉ូឌី1កញ្ចប់តូចកញ្ចប់500ហ្នឹងល្មមនិយាយទៅបើអ្នកហូបសាបមិនបាច់ធ្វើទឹកជ្រលក់គូចឆ្មាអំបិលម្រេចអីក៏បានដែរវាល្មមហូបតែម្ដងហើយបើសិនជាអ្នកហូបប្រៃអីគាត់អាចធ្វើបានគូចឆ្មាអំបិលម្រេចអីចឹងទៅតែខ្ញុំបើប្រឡាក់ប៉ុណ្ណឹងល្មមបាច់ថែមគូចឆ្មាអំបិលម្រេចក៏បានដែរយើងហូបទៅសាច់អង្កែបមានរសជាតិឆ្ងាញ់ហើយស្រួយហើយឈ្ងុយល្អហើយហាមដាក់ស្ករហាមអីទាំងអស់ដាក់ស្ករគឺកំពងតិចឆាប់ខ្លោចហើយអត់បានស្រួយល្អទេរូបមន្តប្រឡាក់របស់ខ្ញុំហ្នឹងគឺមានតែ2មុខទេគឺប៊ីចេងហើយនឹងម្សៅរ៉ូឌីហ្នឹង1កញ្ចប់តូចក្នុង1គីឡូហើយបើយើង2គីឡូយើងដាក់2កញ្ចប់ទៅ3គីឡូដាក់3កញ្ចប់4គីឡូដាក់4កញ្ចប់10គីឡូដាក់10កញ្ចប់អីចឹងទៅហើយបើសិនយើងមានកញ្ចប់ធំយើងស្មានតាមហ្នឹងទៅខ្ញុំប្រឡាក់កញ្ចប់ធំអញ្ចឹងមួយចានដែកធំដែរតែមានវាចូលក្នុង10គីឡូជាងតិច100ក្បាលប្រហែលជា7 1គីឡូហ្នឹង7 8 1គីឡូអញ្ចឹងវាអាចជាង10គីឡូហើយ100អង្កែបនេះ100អង្កែបបងប្អូន100ជាងតិចផង100 4 105អីណាទៅចាប់ទៅចេះតែលើសអញ្ចឹងទៅដល់ទទួលបងប្អូនថ្ងៃអាទិត្យហ្នឹងមកប្រហែលជាក្នុង6នាក់អី7នាក់ហ្នឹងចឹងឲ្យគាត់ម្នាក់ខ្ញុំទទួល1គីឡូហើយចង់ម្ចាស់ផ្ទះម្ចាស់អីចឹងទៅវា10គីឡូជាងហ្នឹងគ្រាន់ហើយម្ចាស់ផ្ទះហ្នឹងស្រួលហ្នឹងហូបច្រើនជាងភ្ញៀវព្រោះដោយសារការចូលចិត្តអង្កែបហ្នឹងហើយបានចាំអង្កែបហ្នឹងចូលចិត្តហូបអង្កែបខ្ញុំតាំងពីក្មេងដឹងក្តីមកហើយមកនៅកិនស្វាយហ្នឹងគឺចូលចិត្តហូបតែម្ដងគឺដើរចាប់តឡនតនដើរចាប់អង្កែបស្រែអង្កែបអីក៏មិនតាន់ចេះចាំហ្នឹងហើយបានតែនឹកឃើញរៀបចំអង្កែបអីយើងមើលតាមធម្មជាតិទីខ្លះអញ្ចឹងទៅស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសម្រាប់ព្យាបាលកែបឈឺកែបបញ្ហាអញ្ចឹងទៅបានយើងចេះចាំកែបដល់10ថ្ងៃហ្នឹងចេះបង្កាត់ពូចេះកូនធ្វើបង្កាត់កូនបង្កាត់អីខ្លួនឯងហ្នឹងហើយបើអត់មានអាធម្មជាតិហ្នឹងទេខ្ញុំក៏មិនដឹងថា
មានការស្រាវជ្រាវពីណាមកដែរគឺស្រាវជ្រាវពីកែបស្រែតែវារស់នៅក្នុងវត្តដ្ឋានធម្មជាតិហ្នឹងតែគាត់ថាវារៀនពិបាកដែរយើងដំបូងគេដល់យូរទៅអស់លុយអស់កាក់ដោយសារយើងច្រើនសារការស្រាវជ្រាវរបស់យើងvàអ្នកគេចិញ្ចឹមបន្តរៀនបន្តចំណេះដឹងបន្តពីក្រសួងពីអីពីខ្ញុំដែលខ្ញុំបានប្រាប់ទៅហ្នឹងវាមិនអស់ចំណាយអស់ដើមទុនដូចខ្ញុំអ្នកស្រាវជ្រាវឯងស្រាវជ្រាវពិបាកបន្តិចត្រង់ថាការប្រកាសកូនប្រកាសអីយើងត្រូវតាមពេលវេលាវារាប់ខែរាប់បានរាប់តែដឹងមេកើតនឹងពងពីថ្ងៃណាដល់ថ្ងៃណារយៈពេលណាបានវាចាប់ដើមពងអាយុប្រហែលបានវាចាប់ដើមពងហ្នឹងគឺចំណាយពេលវេលារាប់ឆ្នាំហើយបើបងប្អូនដែលអ្នករៀនបន្តគឺអត់មានពិបាកប្រហែលទេព្រោះគូសំខាន់ហ្នឹងគឺខ្ញុំបានប្រាប់អស់ហើយអញ្ចឹងគ្រាន់តែថាយកទ្រឹស្ដីយកទៅអានយកទៅសិក្សាទៅថាវាការពិតជាក់ស្ដែងហ្នឹងវាអញ្ចឹងមិនមែនអត់គ្រាន់តែប៉ុណ្្នឹងទេការតាមដានស្រាវជ្រាវហ្នឹងគឺវាខ្ញុំបានប្រាប់អស់ហើយហ្នឹងបាច់ចំណាយពេលរាប់ឆ្នាំដូចខ្ញុំណាខ្ញុំគ្រាន់តែមេកែបមើលមិនឲ្យដឹងពងហ្នឹងខ្ញុំចំណាយពេលប្រហែលជា2ឆ្នាំបានខ្ញុំច្បាស់ខ្លួនឯងណាច្បាស់ខ្លួនឯងប្រាប់បងប្អូនអត់ដល់2នាទីទេបងប្អូនចេះបាត់អញ្ចឹងវាខុសគ្នាអញ្ចឹងបើថាយើងប្រសាគេអ្នកស្រាវជ្រាវមុនគឺលំបាកនៅបច្ចេកទេសថ្មីហ្នឹងណាគេបាក់យើងអ្នកសិក្សាតាមក្រោយហ្នឹងសិក្សាតាមមិនស្រួលហ្នឹងមិនចេះទៀតអត់តព្យាយាមអាហ្នឹងសិក្សាពីគេឲ្យព្យាយាមធ្វើអនុវត្តខ្លួនឯងទៅវាទៅរួចបើសិនជាអញ្ចឹងទេមិនទៅរួចទេវាអាចមានបញ្ហាងាប់អីច្រើនអញ្ចឹងយើងអត់យកចិត្តទុកដាក់អញ្ចឹងពិបាកហើយពិបាកដល់ថាយើងសិក្សាឲ្យយើងអត់ព្យាយាមអនុវត្តឲ្យស៊ូនឹងការងារនឹងទៀតខាតមួយឆ្នាំនៅមួយឆ្នាំណាមិនខាតមួយឆ្នាំបោះបង់ចោលខាតមួយឆ្នាំបោះបង់ចោលចប់អត់មានអីត្រូវទៅមុខទេតែខ្ញុំ5 6ដល់10ឆ្នាំនេះហើយគ្រាន់តែថាយើងវាមិនមានធនធានធំដុំដូចគេបរិយមានតែលក់ផ្ទះលក់ដីបងធនាគារនឹងទ្រាំទៀតឥឡូវនេះទៀតមានបញ្ហាទៀតតែអត់មានផ្ទះអត់មានដីនៅទេមិនដឹងទៀតជាស្រាវជ្រាវយើងធ្វើម៉េចអ្វីដែលយើងចំណូលចិត្តឲ្យជាធ្វើទៅខុសត្រូវក៏ត្រូវបើយើងមិនហ៊ានស្រាវជ្រាវមិនហ៊ានធ្វើវាមិនបានជាលទ្ធផលទេអញ្ចឹងបានខ្ញុំចាំតិចក៏ដោយច្រើនក៏ដោយខ្ញុំមិនបោះបង់ការងារនឹងចោលណាព្រោះការងារនេះគឺសត្វចិញ្ចឹមសម្រាប់ហូបអញ្ចឹងយើងមនុស្សម្នាក់ត្រូវការហូបត្រូវការហូបចុកប្រចាំថ្ងៃនឹងជារៀងរាល់ថ្ងៃនឹងគ្រាន់តែថាមិនមែនបានហូបកែបនឹងរៀងរាល់ថ្ងៃទេវាមានតោមុខម្ហូបអីផ្សេងអញ្ចឹងទៅតែគ្រាន់តែកែបនេះវាមិនមែនធ្វើបានតែមួយមុខប្រឡាក់ពងទេមានតាំងវិឆាខ្ញីឆាគ្រឿងឆាក្តៅស្លស្ងោរជក់អីគ្រប់សពមានទាំងខមានទាំងខអង្កែបខអីហ្នឹងគឺមាននៅក្នុងម្ហូបហាងហើយអញ្ចឹងវាមុខម្ហូបច្រើនអញ្ចឹងបានខ្ញុំយកចិត្តទុកដាក់ធ្វើអាហ្នឹងយូរឆ្នាំមកហ្នឹងបើយើងប្រៀបធៀបទៅសត្វអីផ្សេងដូចជាចង្រិតជាកដោបអីបានតែមុខម្ហូបតែមួយទេគឺកំពងហើយកែបនេះយើងមុខម្ហូបបានច្រើនណាបើយើងតលាន់កំពងយើងអាចស្លជាស្ងោរជ្រក់ស្ងោរងាំងៅឬក៏តុងយ៉ាំបានមុខម្ហូបផ្សេងច្រើនណាបើរាប់មុខកែបនេះបើជាធម្មតាប្រហែលជាខ្ទង់50មុខឯដែរបើយើងគិតជាមុខម្ហូបណាអញ្ចឹងវាខុសពីសត្វផ្សេងមួយចំនួនចំណាយដើមទុនគួរសមដែរហើយទទួលបានមុខម្ហូបតិចពេកអញ្ចឹងកាលណាតលាន់តែមួយមុខហ្នឹងហើយគឺចប់អត់បានធ្វើអីទៀតទេហើយវាស្កាតដូចចង្រិតដូចកដោបអីហ្នឹងវាស្កាតអញ្ចឹងម្នាក់យ៉ាងហើយហូបបានអស់ហើយអ្នកដែលខ្លាំងមែនតើថាបានកន្លះគីឡូទៅ1គីឡូចុះហើយកែបហូបវាអត់ណាយហូបណាយអាមុខកំពងនេះយើងស្ងោរជ្រក់ទៅងាំងៅទៅស្លម្ជូរគ្រឿងហ្នឹងទៅស្លម្ជូរគ្រឿងកែបក៏ឆ្ងាញ់ដែរបងប្អូន
miền kho miền mục hộp thấy giờ chả cái đây chả ấy sớ nè vậy tới mục hộp cái phi tràn đầm độ chân bong ôn là nhẹ chơi xét bong ôn đại màu pi tập đây thay với nhẹ đại thì co cho nặng sọc nắng lấy cọt màu với nhái vậy xả chặt đam chấm còn bàn hộp còn ai này riêng mình bạch và bạn tinh kế này xả tới thì dù tới việc ban cuối ban ấy chấm còn ai này chấm còn ai là nó thưa là mặt nam pi nam miền cuối miền ấy còn ai bậc ca đây bài phương tiện cái tiết đi từ nhận muốn đại quạt vô tới hiến vô tới ấy là quạt ban cuối ban ấy đụ đô đi nhé đụ đồ chạm ngày bậc hai dương miền thạnh cài trán những ai châm lặng lại chỉ thông đông đây còn cái nó sọc không ai với mà ngay sam sai sập tao đấy tiếp xa bỏ một với nhé này sầm khăn dương ấp miền cục ở kia một bò tôi ta dương ấp cục tầm đời tiếp xa chân dương của bạn tiếp xa tích cho bà miền cái trán ra mà ngay ra mà môi rồi lỗ một tao cứ mình khoa màu cái gì rồi làm như là khi roang ngay lại miền mà con cá này sầm đạp cái nít tư miền ta lạ cái nâng cái bài bong ôn mới hay chuyện nâng pongตัวบองโอนหัวขยมระบบกลางยันเลยไปเล่นน้ำพายชีกหลักให้เทียบเหมือนบ้านชุบเมาเตียบเองคนจำเรียบดี